តកតងនឹងតុលាការព្រំប្រទានអន្តរជាតិបានប្រកាសកោះហៅមេដឹកនាំឬក៏តំណាងឲ្យរដ្ឋាភិបាលក្រៅប្រទេសដែលដាក់ពាក្យប្តឹងទៅតុលាការនេះកាលពីខែកុម្ភៈឆ្នាំ2026ប្តឹងថៃអំពីការឈ្លានពានដែនអធិបតេយ្យកម្ពុជាឥឡូវនេះអัยការនៃតុលាការព្រំប្រទានអន្តរជាតិ ICC នេះបានចេញលិខិតអញ្ជើញកោះហៅតំណាងរដ្ឋាភិបាលខ្មែរក្រៅប្រទេស23តុលាឬក៏រដ្ឋាភិបាលឯករាជ្យនេះទៅបំភ្លឺក៏ប៉ុន្តែមិនមែនបំភ្លឺនៅក្នុងខែនេះទេគឺបំភ្លឺនៅខែក្រោយហើយខែក្រោយខែសីហាហ្នឹងក៏មិនមែនដើមខែដែរគេទុកពេលឲ្យ2ខែបានន័យថាដើម្បីឲ្យក្រុមតំណាងឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះដែលមានលោក Richard Rogers ដែលជាជនជាតិអង់គ្លេសមេធាវីអន្តរជាតិជាទីប្រឹក្សាឲ្យរដ្ឋាភិបាលនេះនៅក្នុងការជួយដាក់បណ្ដឹងទៅតុលាការព្រំប្រទានអន្តរជាតិនោះគឺអ្នកទាំងនេះនឹងចូលខ្លួនទៅបំភ្លឺបាទមិនមែនចូលខ្លួនទៅចាប់ខ្លួនទេគឺចូលទៅបំភ្លឺតាក់ទងនឹងបណ្ដឹងដែលខ្លួនដាក់ប្តឹងថៃទៅចំពោះការឈ្លានពានដែនអធិបតេយ្យកម្ពុជានេះគឺជាដំណឹងមួយដ៏គួរឲ្យត្រេកអរបំផុតចំពោះខ្ញុំជាខ្មែរខ្ញុំរំភើបព្រោះអីយើងអស់សង្ឃឹមអាលីងថារដ្ឋាភិបាលកម្ពុជាគឺនឹងមិនដាក់ពាក្យប្តឹងទេចេះតែសន្យាខ្យល់រហូតម្ដងចេះម្ដងចុះឲ្យទៅរករឿងគេអ្នកដាក់ពាក្យប្តឹងទៀតនិយាយទៅមិនមែនរដ្ឋាភិបាលខ្មែររករឿងទេគឺឃោសនិករបស់រដ្ឋាភិបាលកម្ពុជានិងឃោសនិកគណៈបកកណ្ដាលអំណាចសប្តាហ៍ថ្ងៃហ្នឹងគឺថារករឿងគ្រប់គ្នាអ្នកណាក៏ដោយឲ្យតែដាក់ពាក្យប្តឹងទៅតុលាការព្រំប្រទានអន្តរជាតិដោយថាវ៉ាគេហៅថាកាត់មុខកាត់មាត់រដ្ឋាភិបាលកម្ពុជាហ្នឹងគឺគេរករឿងហើយទៅខ្លួនឯងអត់ដាក់ឯងមករករឿងខ្មែរនៅក្រៅប្រទេសដែលនាំគ្នាប្រឹងដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិហើយនៅពេលដែលគេប្រឹងឲ្យរដ្ឋាភិបាលកម្ពុជាដាក់ពាក្យទៅព្រោះយើងជារដ្ឋាភិបាលស្របច្បាប់យើងតំណាងឲ្យប្រជាពលរដ្ឋ18លាននាក់ដាក់ទៅគេអង្វរលួចអ៊ុំសំអានឯពេលខ្លះលើកដៃសាពះទៅទៀតហើយដល់ពេលអត់ព្រមធ្វើគេធ្វើរករឿងគេទៀតហើយសុទ្ធតែខ្លួនឯងនឹងស្នេហាជាតិស្នេហាអីសម្បើមអាដីបាត់អស់67កន្លែងឥឡូវឡើងដល់70កន្លែងអត់ប្តឹងគេទៅមករករឿងអ្នកប្តឹងទៅទៀតឥឡូវនេះអ្នកប្តឹងនឹងគ្នាខំតថេតថាប្រវេប្រវាយើងជាប្រជាពលរដ្ឋខ្មែរក្រៅប្រទេសចេះតែប្រមូលស្នាមមេដៃប្រមូលនេះប្រមូលនោះរកថវិកាដើម្បីជួលមេធាវីជួយប្រឹក្សាយោបល់ជួយដាក់ពាក្យដាក់អីទៅរដ្ឋាភិបាលខ្មែរមានលុយគ្រប់គ្រាន់យកលុយពីពន្ធរបស់ប្រជារាស្ត្រញើសឈាមប្រជាពលរដ្ឋថៃឈ្លានពានយើងទម្លាក់គ្រាប់បែកស្លាប់ទាហានយើងកជើងខ្ទេចខ្ទីហេដ្ឋារចនាសម្ព័ន្ធជនភៀសសឹកជាង600,000នាក់ឥឡូវភូមិស្រុកអ្នកស្រុកគឺខ្ទេចខ្ទីវាយបាក់វត្តអារាមប្រាសាទខ្មែរនិយាយថាពីហិនហោចខ្លោចផ្សាអត់ប្តឹងគេនៅប្រឹងចរចាស្ងប់ស្ងាត់នៅហ្នឹងឲ្យទៅគ្នានេះតបើធុងចង់ងាប់ហើយតត្រកឃើញដើរគ្រប់ច្រកគ្រប់លហកអ្នកនៅក្រៅប្រទេសហ្នឹងហើយនិយាយអីអត់បានប៉ះងើបមួយវាយមួយចាប់ដាក់គុកទៀតគ្នាបាននៅក្រៅប្រទេសហ្នឹងខំប្រឹងតត្រកគ្រប់កន្លែងទៅរកផែនទីយកមកជួយគ្រប់គ្រងអាការដែលចង់ដាក់ពាក្យប្តឹងគេថាចោលមកសៀតអត់បានប្រយោជន៍អត់អីនិយាយទៅគឺថាស្អីក៏ដោយឲ្យតែធ្វើទៅដើម្បីប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិនិងយុត្តិធម៌អន្តរជាតិហ្នឹងគឺថាខុសសនិករបស់គណៈបកប្រជាជនកម្ពុជាហ្នឹងគឺមិនបានស៊ីឆ្លីឲ្យខ្ទេចតែម្ដងគឺថារាវឆានបំផ្លាញគឺរករឿងគេតែម្ដងខ្ញុំអត់យល់បងប្អូនទាំងអស់ក៏មិនដឹងថាតើមានភាពកញ្ញាញ់គួរដូចខ្ញុំអញ្ចឹងឬក៏មិនដេចដែរព្រោះអីយើងជារដ្ឋាភិបាលថៃគេឈ្លានពានយើងអត់មានកម្លាំងទៅវាយគេការពារដែនអធិបតេយ្យរបស់យើងបានចោលចូលមកប្លន់យើងមកសម្លាប់បងប្អូនយើងក្រុមគ្រួសារយើងម៉ែឪយើងឪពុកម្ដាយយើងខ្លោចផ្សាដុតផ្ទះដុតសម្បែងរបស់យើងអស់អាលីងហើយលួចយកទ្រព្យសម្បត្តិរបស់យើងមិនអាចតដៃគេបានយើងចាញ់គេយើងសញ្ញេឲ្យគេលួចយកទ្រព្យយើងទៅប្រើទៅព្រោះទៅមិនដើម្បីសុខចឹងអ្នកដែលនៅខាងក្រៅគេប្រាប់ថាធ្វើអញ្ចឹងយើងមិនអាចនេះទេយើងការពារដែនអធិបតេយ្យកុំឲ្យថៃមើងងាយយើងប្តឹងគេទៅយើងវាយគេមិនឈ្នះក៏ហីចោះអត់អីទេព្រោះគេដឹងមាយាទយើងហើយតែវាយគេមិនឈ្នះទេយើងបែកបាក់ជាតិរបស់យើងគ្មានការផ្សះផ្សាដាក់ប្តឹងគេទៅយើងអត់ប្តឹងហើយទៅមករករឿងអ្នកប្តឹងអានេះណាខ្ញុំថាជាអំពើបាបកម្មមួយធំណាស់សម្រាប់អ្នកដឹកនាំប្រទេសកម្ពុជាមិនដឹងថាអស់លោកគិតយ៉ាងដូចម្ដេចទេហើយនៅតែអះអាងបង្ក្រាបប្រជាពលរដ្ឋដែលហ៊ាននិយាយរឿងព្រំដែនចាប់ដាក់គុកឡើងពាយរួចទៅប្រាប់ថារដ្ឋាភិបាលកំពុងតែធ្វើកិច្ចការងារនេះហើយនៅឲ្យស្ងៀមរដ្ឋាភិបាលគេចេះធ្វើការហើយគេស្ងប់ស្ងាត់តែមិនស្ងប់ស្ងៀមមិនដឹងជាបានពាក្យនឹងមកពីណាដែរខ្ញុំកំពុងតែឆ្ងល់អារឿងស្ងប់ស្ងាត់មិនស្ងប់ស្ងៀមហ្នឹងព្រោះភាសាខ្មែរគឺតែបើស្ងប់ស្ងាត់គឺវាស្ងប់ហើយ វាមិនដែលស្ងប់ស្ងាត់អត់ស្ងៀមអូអញ្ចឹងបានន័យថាពេលដែលពេទ្យគេប្រាប់ថាអ្នកកាត់សក់គេប្រាប់ថាឲ្យយើងនៅឲ្យស្ងៀម
ឬក៏មិនអីចឹងទៅយើងកុំកម្រើកគឺយើងធ្វើម៉េចយើងកវីក្បាលយកទៅគឺវាមិនយើងស្ងប់យើងអត់និយាយមែនតែក្បាលយើងងីងើអញ្ចឹងហ្មងព្រោះយើងអត់ស្ងៀមតែយើងស្ងប់ដែរវាអត់យល់ព្រោះធម្មតាតែស្ងប់គឺស្ងៀមបើទឹកវាស្ងប់គឺវាស្ងប់ហើយវាអត់មានរលកអត់មានភួលអត់មានស្អី control បោកបាចអីទេហើយដល់ពេលយើងប្រើពាក្យស្ងប់ស្ងាត់តែមិនស្ងប់ស្ងៀមគឺទៅជាយកថាអត់តតាំងជាមួយថៃក្ដួងក្ដាំងផ្លោងគ្រាប់ដាក់ថៃមែនតែយើងធ្វើយន្តការការទូតអីណាតែអាការទូតហ្នឹងគឺសុំគេចរចាអារឿងដាក់ប្តឹងគេដើម្បីឲ្យគេឡើងតុលាការអត់ទៅទៀតទៅចរចាជាមួយចៅហៅគេឲ្យចោលពេញមាត់ខ្ញុំកំពុងតែឆ្ងល់មួយថ្ងៃណាក៏ចោលសៀមចោលអីចឹងឲ្យពាក្យថៃហ្នឹងអត់ប្រើទៀតត្រូវប្រើសៀមមកដើម្បីឲ្យវាពេញចិត្តនៃការក្តៅក្រហាយព្រោះសាសហ្នឹងគឺត្រូវតែហៅសៀមចឹងមិនហៅថៃទេអញ្ចឹងពេលដែលរដ្ឋាភិបាលចុះហត្ថលេខាឬក៏ស្អីគេជាមួយនឹងប្រជាជាតិអាចារ្យថៃមិនហៅថាប្រជាជាតិអាចារ្យសៀមដែរទៅឧទាហរណ៍ខ្ញុំមិនចង់និយាយកាន់ជើងអ្នកណាក៏ចង់និយាយតែពេលខ្លះហ្នឹងគឺយើងនឹងវារកថាបញ្ហាណាដែលធ្វើមកស្អំចិត្តយើងនឹងឲ្យវាឆ្លោះគ្នាឲ្យវានេះប៉ុន្តែអារឿងដែលធ្វើត្រូវអត់ធ្វើទេរឿងពហិការហ្នឹងគឺយើងប្រកែអញ្ចឹងទៅហើយរឿងគេលងទឹកអីបន្តិចបន្តួចបច្ចេគេដាក់បដាសាគេឲ្យឆក់សេះភ្លើងស្លាប់ទៅសូម្បីតែប្រជាពលរដ្ឋស្លូតត្រង់គេចាស់ជរាពីការដែលគ្នារត់មិនរួចទឹកឡើងមកហ្នឹងក៏បច្ចេគេឲ្យស្លាប់ឲ្យបធរនីស្រូបទៅដោយសារតែរឿងឆ្លោះគ្នាជាមួយខ្មែរហ្នឹងគឺថាប៉ាតណាប៉ាតណីឥឡូវហ្នឹងគឺថាវិលអូសអត់ផុតទៀតទៅរករឿងអឺណែមហេសីរបស់ស្ដេចថៃដែលទៅបារាំងទៅស្លៀកសពុតបង្ហាញស្អីណានិយាយបារាំងមិនត្រូវជួអីណាគឺថាយើងនឹងទៅរករឿងអត់ប្រយោជន៍និយាយទៅគឺយើងបកកែអារឿងអត់ប្រយោជន៍យើងទៅរិះគន់គេថាអូស្ពីរិជាអីណាថៃហ្នឹងគឺចាញ់ខ្សាត់ខាងខ្មែរគឺអង់គ្លេសបារាំងអីគេរិលអីណាខាងនោះមិនដឹងជាស្អីបានអីមកវិញបានអីមកវិញអាហ្នឹងយើងនិយាយដើម្បីបន្ទុចផ្អាក់មើងងាយជាតិសាសន៍ឬក៏បរិជាណាចក្រឬក៏ព្រះមហាក្សត្រគេដែលច្បាប់នៅស្រុកថៃហ្នឹងគឺអារឿងប្រជាស្ដារព្រះមហាក្សត្រហ្នឹងយើងប៉ះអត់ទាំងបានទៀតផងហើយទៅយើងនាំគ្នាអុចអាលដូចថារួចតែយើងគិតថាអាហ្នឹងគឺជារឿងត្រឹមត្រូវរបស់យើងថ្លៃថ្នូររបស់យើងខ្ញុំអត់និយាយថាថៃថ្លៃថ្នូរទេណាខ្ញុំហើយកុំយកមាត់យកពាក្យយកមកញុកក្នុងមាត់ខ្ញុំអត់មានគ្រប់គ្រងថៃឈ្លានពានកម្ពុជាទេប៉ុន្តែខ្ញុំអត់គ្រប់គ្រងអំពើអសិលធម៌អគុណធម៌និងភាពមិនថ្លៃថ្នូររបស់ជាតិសាសន៍យើងដែរនៅពេលដែលយើងធ្វើអីដោយឲ្យដងដាវទៅគេហើយអារឿងត្រូវយើងអត់ធ្វើតែយើងនាំគ្នាទៅធ្វើផ្ដេសផ្ដាសប៉ុន្តែយ៉ាងណាបងប្អូនទោះជាយើងអស់សង្ឃឹមគ្រប់យ៉ាងក៏យើងនៅមានក្តីសង្ឃឹមច្រើនដែរសម្រាប់បងប្អូនដែលចំពោះបងប្អូនខ្មែរក្រៅប្រទេសនេះដែលគាត់មិនចោលខ្មែរយើងនៅក្នុងស្រុកនេះហើយដែលធ្វើឲ្យបេះដូងរបស់ខ្ញុំនឹងវាលោតសឹងខុសចង្វាក់គ្នានៅក្រៅប្រទេសចូលស្រុកមិនបានគេធ្វើទុកបុកម្នេញសពបែបយ៉ាងការងាររវល់ឥតឈប់ដើម្បីកាពះដើម្បីជីវភាពបងផ្ទះបងភ្លើងបងស្អីសពបែបយ៉ាងកូនរៀនកូនអីហ្នឹងក៏មានបន្ទុកដែរប៉ុន្តែមួយថ្ងៃទៅត្រកគិតពីរឿងជាតិដែលអត់បានប្រាក់ខែ1រៀលសោះតែមន្ត្រីខ្មែរបានប្រាក់ខែរាសតែគេបង់ឲ្យទីប្រឹក្សាមហាមន្ត្រីបណ្ឌិតអីហ្នឹងគឺថានាំគ្នាឡើងមកផ្ដុំជើងគ្នាអាជ័យធ្លាក់ទឹកឲ្យតើស្កដែលធ្វើបាបទុកម្នេញផ្លូវចិត្តប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអីគឺថាអូយស្រុកខ្មែរយើងគឺកន្លប់ចាក់ប៉ុន្តែខ្ញុំមែនតើកោតសរសើរមន្ត្រីខ្មែរនៅក្រៅប្រទេសបងប្អូនខ្មែរយើងនៅក្រៅប្រទេសខ្ញុំជឿថាបងប្អូនខ្មែរនៅក្នុងប្រទេសក៏គ្នាមានបេះដូងចឹងដែរគ្រាន់តែថាដោយសាររឿងវប្បធម៌ងើបមួយវាយមួយហ្នឹងគឺធ្វើឲ្យគ្នាអាសាច់ជូនខ្លាបើនៅស្រុកបានសុខចិត្តសង្ងំសុខឥឡូវមកសង្ឃឹមលើអ្នកនៅក្រៅប្រទេសអ្នកនៅក្រៅប្រទេសបានក្តីសង្ឃឹមហ្នឹងត្រូវក្រុមអាមីអាថោងពួកក្រុមឃោសនិកគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលហ្នឹងតាមហែកទៀតតាមមិនបានស៊ីឆ្លីឲ្យខ្ទេចទៀតដើម្បីរោឆានក្រុមទាំងនេះកុំឲ្យធ្វើអីមួយដើម្បីឲ្យបានលៀបសក្ការៈបុណ្យឬក៏អំពើដែលធ្វើមកហ្នឹងវាធ្វើឲ្យរដ្ឋាភិបាលកម្ពុជាកាន់តែបាក់មុខអញ្ចឹងម៉ោងនេះអ្នកដែលសបាយបំផុតគឺប្រជាពលរដ្ឋខ្មែរ18លាននាក់ហើយអ្នកដែលមួម៉ៅបំផុតគឺក្រុម MMO និងឃោសនិករបស់គណៈបកប្រជាជនកម្ពុជាដែលរករឿងក្រុមអ្នកនៅក្រៅប្រទេសដែលដាក់ពាក្យប្តឹងហ្នឹងរករឿងដំណោះគឺសុទ្ធតែអត់បានការសុទ្ធតែអាចឆ្កែសុទ្ធតែអីគឺថាមកសម្បើមមិនដឹងជាចង់បានអីទេនិយាយពីអត់បានជួយជោគជួយចែវក៏ប៉ុន្តែយកជើងរាទឹកចឹងគឺថាបន្តិចប្រអាក់មើងងាយមើលស្រាលប្រមាថការទៀនសុទ្ធតែគេនឹងស្រោមសបុតស្រោមអីគឺថាអូយបធូរប្រធាងប៉ុន្តែបងប្អូនជាអ្នកដែលសម្រេចជោគវាសនារបស់ប្រទេសកម្ពុជានេះហើយបងប្អូនក៏ជាអ្នកសម្រេចជោគវាសនារបស់ក្រុម MMO និងរឿងក្រុមអាមីអាថោងក្រុមពៀលាបាត់ផ្សារក្រុមសវឹងអួរទនួក្រុមស្អីហ្នឹងគឺបងប្អូនជាអ្នកសម្រេចខ្លួនឯងដែរកុំឲ្យក្រុមទាំងអស់នេះគាត់ធ្វើអ្វីបានតាមតែអំពើចិត្ត block ខ្លះ report ខ្លះឬក៏អូសរំលងខ្លះទៅឥឡូវយើងវិលមករឿងនេះវិញមានន័យថាម៉េចពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ
ក៏ហៅមន្ត្រីតំណាងរដ្ឋាភិបាលក្រៅប្រទេស$23ឲ្យចូលទៅបំភ្លឺបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះណា ICC នេះណាគឺមិនមែនដាក់តែតុលាការក្រៅប្រទេសទេខ្ញុំឃើញលោកមូនពេជ្រក៏លោកបានប្រមូលស្នាមមេដៃជាង100,000នាក់ដែរហើយខ្ញុំកោតសរសើរលោកមូនពេជ្រដែលជាកូនខ្មែរម្នាក់នៅក្រៅប្រទេសខំប្រឹងដុតដៃដុតជើងហើយខ្ញុំដឹងថាទង្វើបែបនេះនឹងរងការមើលងាយប្រមាថពីក្រុមឃោសនិកគណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលខ្មែរចាស់ដៃហើយគេថាលោកនឹងគឺល្ងងលោកនឹងធ្វើការងារនឹងមិនបានប្រយោជន៍អីกระដាស់នឹងគេ copy 1500សន្លឹកក៏បានដែរមកគ្រាន់តែ email ផ្ញើមកដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងវាគ្មានផេះគ្មានបានប្រយោជន៍ស្អីណាទេទូងយកតែសម្លេងប្រជាប្រិយអីចឹងលាក់នៅឡាក់គេប្រមាថការទៀនប៉ុន្តែសរសើរអស់លោកទាំងអស់នឹងដែលគេប្រមាថការទៀនយ៉ាងណាក៏នៅតែមិនរឹសដុំថ្មចោលឆ្កែហើយចាប់ផ្ដើមធ្វើដំណើរជូតទឹកភ្នែកតទៅមុខដើរទៅមុខទៀតណាឥឡូវន័យតែអញ្ចេះពេលដែលតុលាការព្រហ្មទណ្ឌអន្តរជាតិក៏ហៅភាគីណាម្នាក់ដែលជាដើមមិនដឹងចូលទៅបំភ្លឺវាជារឿងនីតិវិធីតុលាការដំបូងឥឡូវខ្ញុំសូមពន្យល់បន្តិចរឿងតុលាការព្រហ្មទណ្ឌអន្តរជាតិឡើងវិញតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នេះគឺ International Criminal Court វាមានក្របខ័ណ្ឌលក្ខន្តិកៈក្រុងរ៉ូមដូចគ្នានឹងតុលាការ ICJ ដែរដែលកាត់ក្តីតាក់ទងនឹងចំនួនប្រទេសនិងប្រទេសអត់កតកម្មសង្គ្រាមអកតកម្មបល័យពូជសាសន៍លក្ខនឹងលក្ខដែលតុលាការក្នុងស្រុកអត់អាចដោះស្រាយបានគឺត្រូវការយន្តការអន្តរជាតិដើម្បីផ្សះផ្សាដោះស្រាយបញ្ហានឹងបញ្ចប់ចំនួនហើយយកអ្នកដែលប្រព្រឹត្តខុសទៅទទួលខុសត្រូវដោយឡែកគឺ ICC តុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺគេកាត់ទោសបុគ្គលគឺកាត់ទោសមេដឹកនាំអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងជួររដ្ឋាភិបាលឬជួរយោធាដែលប្រព្រឹត្តឲ្យមានអំពើហិង្សាដូចជាអំពើអឺឈ្លានពានដែនអធិបតេយ្យរដ្ឋដទៃទម្លាក់គ្រាប់សម្លាប់ប្រជាពលរដ្ឋនិយាយទៅគឺអកតកម្មសង្គ្រាមអកតកម្មប្រឆាំងមនុស្សជាតិនិងអកតកម្មផ្សេងទៀតតាក់ទងនឹងក្រមព្រហ្មទណ្ឌអន្តរជាតិឬក៏ជាតិដែលសម្លាប់មនុស្សយ៉ាងរង្គាលអីដូចនេះអានេះគឺមានអង្គហេតុនិងមានធៀបសំនៃបទល្មើសនិងបទចោទច្រើននៅក្នុងតុលាការព្រហ្មទណ្ឌអន្តរជាតិតែម្ដងទៀតតុលាការព្រហ្មទណ្ឌអន្តរជាតិផ្ដន់ទាទោសតែបុគ្គលទទួលខុសត្រូវជាមេដឹកនាំជាមេយោធាជាមេអង្គការសង្គមស៊ីវិលអីក៏ដោយប៉ុន្តែចូលដៃនៅក្នុងការប្រព្រឹត្តឲ្យមានអកតកម្មប្រឆាំងមនុស្សជាតិអំពើបល័យពូជសាសន៍ឬក៏អកតកម្មសង្គ្រាមដែលកើតឡើងរវាងប្រទេសនិងប្រទេសនៅក្នុងប្រទេសតុលាការនេះជាទូទៅគឺអនុញ្ញាតឲ្យតុលាការជាតិកាត់ប៉ុន្តែតែពេលប៉ះពាល់ដល់ការសម្លាប់រង្គាលដល់ប្រជាពលរដ្ឋហើយតុលាការក្នុងស្រុកអត់មានសមត្ថភាពតុលាការនេះត្រូវកាត់ហើយក៏ប៉ុន្តែម្ដងទៀតបងប្អូនណាតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសតែបុគ្គលទេអត់កាត់ទោសប្រទេសទេនេះហើយជាភាពពិសេសរបស់តុលាការនេះបុគ្គលនឹងបានន័យថាគឺអ្នកណាកាន់ការនឹងយកទៅផ្ដន់ទាទោសហើយឲ្យផ្ដាល់សំណងឬក៏សងការខូចខាតក្នុងនាមជាបុគ្គលដឹកនាំហើយអ្នកដែលមានសិទ្ធិប្តឹងនៅក្នុងក្របខ័ណ្ឌតុលាការព្រហ្មទណ្ឌអន្តរជាតិនេះគឺអត់រើសមុខទេអ្នកណាក៏ប្តឹងបានដែរម្នាក់ប្រជាប្រដ្ឋម្នាក់នៅក្នុងប្រទេសហ្នឹងក៏ប្តឹងបានជាក្រុមក៏ប្តឹងបានជាអង្គការក៏ប្តឹងបានជារដ្ឋាភិបាលក៏ប្តឹងបានហើយខ្ញុំនឹងបញ្យល់ថាអ្នកណាមានទឹកមាត់ប្រៃជាងគេនៅពេលដែលដាក់ប្តឹងបើទោះបីតុលាការអនុញ្ញាតឲ្យអ្នកណាក៏ប្តឹងបានដែរប្តឹងតាមអង្គការក្រៅរដ្ឋាភិបាលប្តឹងតាមសម្បត្តិប្តឹងតាមអីមិនចាំបាច់ទៅដល់តុលាការផ្ទាល់ក៏បានដែរព្រោះគេមានប្រព័ន្ធអនឡាញដែលទទួលសំណុំរឿងពាក្យបណ្ដឹងរបស់យើងយកទៅដាក់ទៅហើយគេយកទៅពិនិត្យមើលបើមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ដើម្បីឲ្យរដ្ឋអាជ្ញាគេស៊ើបអង្កេតគឺគេនឹងបើកការស៊ើបអង្កេតបើខ្វះគឺគេនឹងកោះហៅយើងដើម្បីឲ្យទៅបញ្ជាក់ចំណុចបន្ថែមដើម្បីឲ្យគេមានហេតុផលគ្រប់គ្រាន់នៅក្នុងការបើកការស៊ើបអង្កេតអញ្ចឹងដោយករណីតុលាការដូចរដ្ឋាភិបាលក្រៅប្រទេសដែលដាក់ពាក្យប្តឹងនេះគឺដំណាក់កាលដំបូងនេះគេអាចហៅទៅដើម្បីបញ្ជាក់បន្ថែមអំពីខ្លឹមសារកម្មវត្ថុបណ្ដឹងតើខ្វះភ័ស្តុតាងអីឬក៏អីទៀតហើយតុលាការព្រហ្មទណ្ឌអន្តរជាតិនេះមានសំណុំរឿងច្រើនណាស់បងប្អូនមិនមែនសុកគេចេះតែហៅយើងទេណាមិនមែនគេចេះតែហៅទេបើមិនចឹងមែនបើចេះតែហៅគ្រប់តែគ្នាអញ្ចឹងងាប់ហើយគេគ្មានពេលមកដោះស្រាយទេប្រទេសដែលជាសមាជិករបស់អង្គការតុលាការព្រហ្មទណ្ឌអន្តរជាតិនេះជាង190ប្រទេសជាងហើយបើប្រទេសមានរឿងគ្រប់គ្នាដាក់មកសំបីតែមកប្រទេសហ្នឹងមិនមែនរឿងតែមួយរឿងដឹងប្រមាណទៀតអញ្ចឹងវាជន់ជោដូច្នេះมันអាចចេះតែកោះហៅបានទេហើយធនធានរបស់តុលាការនេះក៏មានកម្រិតទៅទៀតដូច្នេះបើគេកោះហៅអីណាមួយបានន័យថារឿងនឹងសំខាន់ណាស់ទើបគេយកមកថ្លឹងថ្លែងយកមកពិចារណានេះហើយដែលជាជោគជ័យមួយសម្រាប់ខ្មែរទាំង18លាននាក់ប៉ុន្តែជាបរាជ័យមួយធំដែរសម្រាប់រដ្ឋាភិបាលកម្ពុជាព្រោះជាការអាម៉ាស់ដែរ
ព្រោះខ្លួនអត់ព្រមដាក់ពាក្យប្តឹងសោះអ្នកស្រីម៉ាលីសុជាតាហ្នឹងគឺគ្រាន់ប្រមូលភស្តុតាង8ខែហើយតាំងពីខែធ្នូមកពេលដែលថៃវាយក្តាំងហ្នឹងគាត់ឡើងមកប្រកាសក្តែងថាប្រមូលពងប្រមូលនឹងដាក់ប្តឹងថៃអញ្ចេះអញ្ចោះអីទៅតុលាការព្រំប្រទានអន្តរជាតិកុំនិយាយរឿងតុលាការយុតិធធម៌អន្តរជាតិចាំខ្ញុំនិយាយទៀតតែអាព្រំប្រទានអន្តរជាតិហ្នឹងដែលនរណាក៏ដាក់បានមានភស្តុតាងគ្រប់គ្រាន់ចាក់ស្ដែងគេទម្លាក់គ្រាប់សម្លាប់ខ្មែរយើងឡើងរង្គាលអត់មានរឿងអីត្រូវរងចាំយូរសោះគាត់ប្រមូលភស្តុតាងប្រមាណខែអត់ទៅលើមិនដឹងទៅណាទៅសួរអ្នកស្រីម៉ាលីសុជាតាដែលជាអ្នកនាំពាក្យក្រសួងការពារជាតិមើលភស្តុតាងនឹងប្រមូលដល់ណាហើយរួចទៅក្រមរដ្ឋាភិបាលក្រៅប្រទេសនេះគ្នាអត់ទាំងនៅក្នុងស្រុកអត់កាន់តបអត់ជាប់ទៅជាមួយមូលដ្ឋានដើម្បីនឹងទៅរងគ្រាប់អីដូចគេគ្នាមើលតែពីក្រៅសោះប្រមូលឯកសារត្រឹមខែកុម្ភៈតែ2ខែគ្នាប្រមូលភស្តុតាងបានគ្រប់គ្រាន់ដើម្បីដាក់ប្តឹងទៅតុលាការនេះបានមែនតើណាបងប្អូនអត់ចាំបាច់ប្រមូលភស្តុតាងអីផងទេព្រោះអីសារព័ត៌មានជាតិនិងអន្តរជាតិគេផ្សាយឡើងក៏ក្រើកយន្តហោះ F16 ទម្លាក់គ្រាប់ចូលដល់90គីឡូដីនៅក្នុងដីខ្មែរនៅក្នុងស្រីស្នំខេត្តសៀមរាបអីវាអត់ចាំបាច់អីទៅរកភស្តុតាងអីណាមកឲ្យចាំបាច់តមូលបណ្ដាក់ទេឲ្យតែមានតាលំបាត់ល្មើសអីមួយគេស៊ើបអង្កេតសិនទៅព្រោះដំណើរការហ្នឹងវាត្រូវការពេលយូរ2ឆ្នាំ3ឆ្នាំមកហ្មងគេពិនិត្យតែដល់ពេលយើងនៅរងចាំមូលចាំ5ឆ្នាំទៀតចាំភស្តុតាងអាលុបអស់ចាំដាក់គេដាក់សិនទៅរួចទៅភស្តុតាងកើតថ្មីដាក់បន្ថែមទៀតគឺតុលាការនៅទទួលភស្តុតាងរាល់ថ្ងៃប៉ុន្តែយើងធ្វើនយោបាយប្រជាពុទ្ធបោកប្រាស់ប្រជាពលរដ្ឋចេះតែថាប្រមូលដល់ឲ្យអត់ឥឡូវធ្វើឲ្យរដ្ឋាភិបាលក្រៅប្រទេសនេះគឺគេវ៉ារដ្ឋាភិបាលកម្ពុជាអញ្ចឹងមកខ្ញុំថាអ្នកដែលនឹងមួម៉ៅខ្លាំងជាងគេគឺឃោសនិករបស់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលកម្ពុជានឹងមួម៉ៅក្រុមរដ្ឋាភិបាលក្រៅប្រទេសនេះហើយជាមួយទៀតក្រុមឃោសនិក MMO គេឡើងមកជេរទៀតហ่ะអូវាមិនផេះទេអានឹងអាចឆ្កែអីចឹងទៀតហ่ะទៅវាអត់បានការអីទេវាអត់បានប្រយោជន៍អីទេអញ្ចឹងទៀតហ่ะប៉ុន្តែខ្ញុំឆ្ងល់អញ្ចេះខ្ញុំឆ្ងល់ហើយខ្ញុំចេះឆ្ងល់អស់លោកទាំងអស់ហ្នឹងថាតើគាត់កើតជំងឺអីឲ្យប្រកបនៅពេលដែលផ្ទះយើងឆេះខ្ញុំនិយាយនៃសាមញ្ញណាបងប្អូនហើយបងប្អូនជួយយកទៅពិចារណាទាំងអស់គ្នានៅពេលដែលផ្ទះយើងឆេះម៉ែឪយើងចាស់ជរានៅក្នុងផ្ទះនេះដែលសើតមិនអាចចេញពីផ្ទះនឹងបានទេកូនចៅបងប្អូនយើងអញញអញ្ញាចពេញផ្ទះសឹកតែក្មេងៗជួយគ្នាអត់បាននេះហើយផ្ទះភ្លើងកំពុងតែឆេះសន្ធោសន្ធៅត្រូវការជួយសង្គ្រោះទាំងម្ដាយទាំងចាស់ជរានៅក្នុងផ្ទះនឹងឲ្យរួចមានជីវិតទាំងក្មេងទាំងអីជួយគ្នាអត់បានទេអញញអញ្ញោពេញផ្ទះហើយទៅមានគេនៅក្រៅដែលជាអ្នកចិត្តខាងឬក៏ជាបងប្អូនញាតិសន្តានយើងដែលអត់នៅបាននៅក្នុងផ្ទះនៅពេលភ្លើងឆេះហ្នឹងគេចាប់ផ្ដើមជួយយកទឹកយកស្អីដីខ្សាច់យកផេះយកស្អីក៏ដោយយកមកពលុតយកមកវាយភ្លើងយកមកអីដំអីទាំងអស់ដើម្បីធ្វើយ៉ាងម៉េចឲ្យភ្លើងនឹងលលត់ដើម្បីយ៉ាងហោចណាស់ក៏សង្គ្រោះម៉ែឪដែលចាស់ជរាចាស់នៅក្នុងផ្ទះក្មេងៗនោះឲ្យរួចពីភ្លើងឆេះហើយយើងនាំគ្នាមកស្រែកលងពីក្នុងប្រអួចមកប្រាប់ថាណែទាំងអស់គ្នាហ្នឹងកុំមកអញញ៉ៃណាផ្ទះនេះឆេះមែនណាប៉ុន្តែកុំមកយកអាទឹកស្អុយទឹកអីខ្សាច់អីផេះអីយកមកជះពលុតអីអត់ត្រូវការទេហើយកុំមកជួយអីបានហើយគេដឹងរបៀបជួយហើយប៉ុន្តែខ្លួនឯងកំពុងតែភ្លើងឆេះកំពុងបធោរតែកន្លែងចេញច្រកចេញអត់ចង់រួចយើងមករករឿងអ្នកនៅក្រៅនឹងអ្នកណាក៏ដោយគ្រាន់តែគេស្រែកថាចែហើយអ៊ីហើយអ៊ំហើយបងហើយណែរត់ចេញតាមផ្លូវនេះមកណែផ្លូវនេះវាទៅលាយកិច្ចចេះយើងអត់ស្ដាប់យើងរករឿងគេគ្រប់យ៉ាងគេថាបានហើយមិនបាច់ចេះឲ្យគេដឹងរបៀបរត់ចេញពីផ្ទះហ្នឹងបងប្អូនសាកគិតទៅមើលតើទង្វើអីទៅតើគេជួយយើងសំបីតែគេស្រែកផ្ដាំយើងថាណែត្រូវគុំរត់លឿនពេកគុំអីចឹងប្រយ័ត្នបុកចាងបុកអីគ្រាន់តែគេស្រែកហ្នឹងក៏ជាសមានចិត្តដែរហេតុអីបានជាយើងមករករឿងគេនៅឈឺឆ្អាលយើងដែលយើងអត់មានខាតបង់អីទាល់តែសោះតើបងប្អូននិយាយអំពីសុភវិនិច្ឆ័យភាសាអង់គ្លេសហៅ common sense ហ្នឹងបានន័យថារឿងសាមញ្ញបែបហ្នឹងយើងប្រកែកដែរយើងកំពុងតែអត់អាហារស្ទើរដាច់ពោះស្លាប់ទឹកក៏គ្មានបាយក៏គ្មានអង្គច្រកឆ្នាំងក៏អត់បានហើយស្រាប់តែមានអ្នកណាម្នាក់គេចង់ជួយបពប្រឆាំងមិនបពប្រឆាំងអ្នកណាក៏ដោយគេចង់ឲ្យទឹកយើងទទួលទានគេចង់ឲ្យមហូបមហាអីយើងភាសាសម្រន់យើងថាអត់ទេយើងនៅចាំតតែហ្វីឡុងហ្វីលេឬក៏យើងនៅចាំតតែលុកលាក់ហេនស៊ីអីព្រោះយើងចរិតយើងទម្លាប់យើងមិនដែលហូបអារបស់របរអីអញ្ចឹងអូយើងប្រកែកអញ្ចឹងដែរហើយតើយើងមានសិលធម៌សុជីវធម៌ប៉ុណ្ណាទៅនៅពេលដែលគេឲ្យយើងដោយសុទ្ធចិត្តហើយគេជួយយើងដោយស្មោះយើងប្រកែកហើយយើងទៅដៀលគេទៀតថាអ្នកនោះឯងសិតតែភ្លីភ្លើមិនដឹងខ្យល់អីគេមិនដាច់ពោះស្លាប់ទេគេគ្រាន់តែអត់បាយតែយើងមើលទៅមួយហេតុដូចរឿងឆេះផ្ទះហ្នឹងអញ្ចឹង
គេជួយដោយមធ្យោបាយណាក៏ដោយហេតុអីបានជាយើងនាំគ្នាទៅបិទមាត់គេទៅរិះគន់គេទៅរករឿងគេតើយើងជាមនុស្សបែបម៉េចទៅបងប្អូនយើងជាមនុស្សបែបម៉េចគិតឡើងវិញណាបងប្អូនដែលជាសកម្មជនគណៈបកប្រឆាំងសំទោសគណៈបកកណ្ដាលអំណាចនិងអ្នកដែលឃោសនារដ្ឋាភិបាលដែលជា MMO ដើរជេរបន្តិចគេគ្រប់បែបយ៉ាងដែលគេខំប្រឹងរកផែនទីខំប្រឹងទៅដាក់ប្តឹងនេះប្តឹងនោះទៅត្រុកតវ៉ាដើម្បីប្តឹងថៃរឿងឈ្លានពានកម្ពុជាបើទោះបីជាគេជាក្រុមប្រឆាំងមិនស្របរដ្ឋាភិបាលអ្នកឯងមិនចូលចិត្តគេយ៉ាងដូចម្ដេចក៏ប៉ុន្តែកុំភ្លេចថាប្រទេសកម្ពុជាគឺជាប្រទេសសម្រាប់ប្រជាពលរដ្ឋ18លាននាក់មិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្រុម MMO របស់លោកប្រមាណអ្នកហ្នឹងទេហើយបើសិនជាគេធ្វើដើម្បីបុព្វហេតុជួយអស់លោកឲ្យរួចផុតពីភ្លើងឆេះខ្លោចឬក៏ផ្ដល់អាហារដើម្បីឲ្យបានទទួលទាននៅពេលដែលដាច់ពោះចង់ស្លាប់ហ្នឹងគឺយើងមិនមានសិលធម៌ឯណាទៅប្រកែកកើតទេហើយបើយើងប្រកែកគឺយើងមិនដឹងជាមនុស្សមានសិលធម៌ទាបប៉ុណ្ណាខ្ញុំអត់យល់ដូច្នេះម្ដងទៀតបងប្អូនត្រូវវាយតម្លៃវិនិច្ឆ័យទៅអ្នកណាដែលកំពុងតែធ្វើបំផ្លាញអ្នកណាដែលកំពុងតែដោះស្រាយបញ្ហារឿងដែលសំខាន់បំផុតអ្វីដែលរដ្ឋាភិបាលកម្ពុជាមិនធ្វើហើយប្រឹងទប់ហើយមានឃោសនិកឬក៏ក្រុម MMO តាមបំផ្លាញគេនេះណាមែនមិនដឹងខ្លួនទេដឹងខ្លួនក៏ប៉ុន្តែកំពុងតែចូលនឹងនយោបាយប្រជាពិធហើយជឿថាប្រជាពលរដ្ឋនឹងលងលក់ស្ដាប់អ្វីដែលជាអំពើផ្ដេសផ្ដាស់របស់ខ្លួនបានណាព្រោះអីធ្លាប់ធ្វើដូច្នេះរាប់សិបឆ្នាំហើយផ្ដេសផ្ដាស់ហ្នឹងគឺដោយសារអីពេលដែលទ័ពយើងមិនឈ្នះថៃបាត់ដីទៅថៃ70កន្លែងគឺវាជាការឈឺចាប់ដែលជាភាពអសមត្ថភាពរបស់រដ្ឋាភិបាលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានឹងគឺជាការអាម៉ាស់ជាប្រវត្តិសាស្ត្រហើយមិនដែលមានប្រវត្តិសាស្ត្រឯណាដែលយើងទៅឈរមើលឲ្យគេទះយើងឬក៏វាយយើងទុកសាច់រឿងយកដីយើងហ្នឹងហើយយើងនៅតែអង្វរគេនៅតែតវ៉ាបដិសេធមិនទទួលស្គាល់លក្ខណៈតែមិនហ៊ានប្តឹងគេសូម្បីតែទៅរកតឡាការព្រំប្រទានអន្តរជាតិឲ្យគេជួយនៅពេលដែលយើងដេកដួលនៅនឹងដីគេវាយទាត់យើងធាក់យើងស្រែងចិត្តយ៉ាងនេះហើយទៅមករករឿងអ្នកផ្សេងដែលខាត់ឬក៏មកណែនាំប្រាប់ថាណែប្តឹងទៅចុះខ្ញុំជួយប្តឹងក៏បានដែរណាអារឿងប្តឹងទៅហ្នឹងមកខ្ញុំឯងងុំនឹងគេប្រាប់ថាគេជួយប្តឹងក៏បានដែរនៅឲ្យស្ងៀមអត់ស្ងៀមទៅទៀតទៅរករឿងអាគេប្តឹងជំនួសនឹងទៀតថាទុកឲ្យខ្លួនដេកដួលឲ្យគេទាត់បាក់ថ្មិញចឹងទៅត្រូវមើលសកម្មជនរបស់ខ្លួនឡើងវិញព្រោះយើងធ្វើដូច្នេះគឺជាការហែកសិលឹកឆ្នោតរបស់យើងចោលទេហើយខ្ញុំនិយាយនេះយកតែប៉ុនទេព្រោះខ្ញុំអត់ចូលចិត្តនឹងការដែលប្រកួតប្រជែងខ្វះគីឡូទាំងងន់អត់ស្មើគ្នាទាំងងន់ទៅបំផ្លាញគេទៅងើបមួយវាយមួយទាំងងន់ទៅចងមុខគេចងដៃស្លាប់សេកហើយយើងឡើងវាយលើរិញវាយគេដោះកង់បោចសក់អីហ្នឹងវាអត់ល្អមើលវាអយុត្តិធម៌ហើយវាមិនមែនជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយឲ្យមើលពីភាពដឹកនាំដល់ប្រទេសផ្ដាស់អញ្ចឹងខ្ញុំអត់ចង់បានអញ្ចឹងទេខ្ញុំចង់ឲ្យអ្វីជាគំរូដើម្បីឲ្យក្មេងបណ្ដោះគំនិតក្មេងឲ្យយល់ថាអ្វីជាត្រូវអ្វីជាខុសអ្វីជាសិលធម៌អ្វីជាគុណធម៌អ្វីអយុត្តិធម៌អ្វីយុត្តិធម៌អីអញ្ចឹងវាជាសិលធម៌សុជីវធម៌ដែលយើងបង្រៀនក្មេងជំនាន់ក្រោយឲ្យយល់ហើយធ្វើល្អជាជាងការប្រព្រឹត្តខុសតែធ្វើទៅដូចជារឿងត្រឹមត្រូវដោយសារតែយើងឲ្យប្រជាពលរដ្ឋយល់ខុសនេះគឺជាបំណងដែលខ្ញុំចង់ណែនាំក្រុមសកម្មជនឃោសនិក MMO របស់គណៈបកកណ្ដាលអំណាចសពថ្ងៃដែលដើរជេរគេដែលគេខំប្រឹងរកជួយជាការពិតហើយគណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលក៏អត់ចង់ឲ្យគណៈបកប្រឆាំងនៅក្រៅប្រទេសហ្នឹងមានបងមានគេថាយកលទ្ធផលអីទេព្រោះខ្លួនកំពុងដាបខ្លាំងអញ្ចឹងដាបខ្លាំងអត់ចង់និយាយថាអត់ទេតែប្តឹងអ្នកណាហ៊ានប្តឹងគឺបានន័យថាកម្ពុជាបាត់ដីទៅគេហើយអត់ប្តឹងមកឲ្យអ្នកណានៅក្រៅប្តឹងខ្លួននឹងរត់តែយ៉ាប់ទៀតឆេះផ្ទះអស់ហើយមានអ្នកណាមកជួយសង្គ្រោះយើងអត់ចង់ឲ្យអ្នកនោះបានគឺថាគុណស្រ័យទៅឲ្យប្រជាពលរដ្ឋមកមើលថាអ្នកនេះល្អមកជួយសង្គ្រោះក៏មិនអត់បាច់ទេព្រោះអត់ចូលចិត្តក្រុមប្រឆាំងហ្នឹងកុំឲ្យគាត់នឹងបានលៀបសការៈបុណ្យឬក៏អំពើល្អដែលសាងហ្នឹងនាំឲ្យគេទៅសរសើរក្រុមប្រឆាំងហ្នឹងព្រោះយើងឯនេះកំពុងតែយ៉ាប់ស្រាប់ហើយទៅឲ្យបន្ទុកល្អទៅក្រុមប្រឆាំងទៀតប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងនាំគ្នាគ្រប់ត្របោះឆ្នោតឲ្យក្រុមប្រឆាំងយើងនេះរត់តែយ៉ាប់ទៀតរឿងនេះគឺជារឿងមហិច្ឆតានយោបាយសុទ្ធសាធអត់រឿង